បាទព័ត៌មានតាក់ទងជាមួយនឹងចុងក្រោយនេះតាក់ទងជាមួយនឹង Manchester United បាទលោក Sir Jim Ratcliffe បានចេញនៅបទសម្ភាសន៍ជាច្រើនតាក់ទងជាមួយនឹងការគ្រប់គ្រង Manchester United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះបាទស្លេកកូនច្បងខ្លួនអ្នកក្របាទហ៊ួនធីរិតបាទក៏ដូចជាសំណាងបាទហុកខៀនបាទក៏ដូចជាស្ដីទៅកាន់ប្រិមត្តទាំងអស់គ្នាបាទបាទតោះកុំឲ្យខាតពេលអញ្ចឹងអត់បានលើឈ្មោះអីខន្តីភ័យទោសប្រិមត្តណាបាទអរគុណច្រើនបាទអញ្ចឹងយើងនិយាយអំពីរឿងលោក Ratcliffe បន្តិចទៅបាទមកដល់ពេលនេះការតាំងបាទការកាន់តំណែងរបស់លោក Ratcliffe បាទ Ratcliffe បាទនិយាយជាប់មាត់បាទក៏ចូលជាមួយឆ្នាំហើយបាទយើងឃើញថាសម្រាប់ការរបៀបរបបនៅក្នុងការដឹកនាំរបស់គាត់ព្យាយាមបាទថែមថយជាមួយនឹងផ្នែកហិរញ្ញវត្ថុគាត់ព្យាយាមកាត់បន្ថយជាមួយនឹងការចំណាយក៏ព្រោះតែមកដល់ពេលនេះសម្រាប់ Manchester United ចំណាយហើយនឹងចំណូលគឺมันមានសមាមាត្រគ្នានោះទេចំណាយរបស់ Manchester United ចាប់ផ្ដើមច្រើនជាងចំណូលហើយបាទបើមិនយើងនិយាយអំពីបញ្ហានេះគឺបច្ចុប្បន្នគឺ Barcelona គឺជាអ្នកកំពុងតែរងជាមួយនឹងសម្ពាធរឿងនេះធ្ងន់យ៉ាងណាមិញសម្រាប់ Manchester United ក៏មិនមានសម្ពាធអីធ្ងន់ធ្ងរជាមួយនឹងបាទដូចជាមួយនឹង Barcelona ដែរគ្រាន់តែមកដល់ពេលនេះលោក Ratcliffe គឺត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យមានការពិន័យជាមួយនឹងសហព័ន្ធបាល់ទាត់អង់គ្លេសឬក៏លីករបស់ប្រទេសអង់គ្លេសដោយសារតែគេទុកថរវេលា3ឆ្នាំនេះតែ120លានទេបាទឥឡូវនេះសម្រាប់ Manchester United បានចាយលើសខ្ទង់ក៏ដូចជាមានការខាតបង់រហូតដល់300លានទៅហើយស្របពេលដែលក្នុងពេលនេះគឺបានទិញដហ្គូទិញអីមកទៀតយើងឃើញថាសម្រាប់ការចំណាយក៏នៅតែបន្តមានសម្រាប់ Manchester United យោងតាមបទសម្ភាសន៍បាទលោក Ratcliffe បានបញ្ជាក់ថាអ្វីដែលគាត់បាទក្នុងការជ្រើសរើសក្នុងការទិញយកបាទភាគហ៊ុនរបស់ Manchester United គឺមិនមែនដោយសារតែ business នោះទេគឺគាត់ពេញចិត្តនិងស្រឡាញ់ជាមួយនឹងកីឡាបាទក៏ដូចជាការពេញចិត្តជាមួយនឹង Manchester United ផងដែរហើយប្រិមត្តក៏ដឹងដែរសម្រាប់ Ratcliffe បាទមិនមែនជាថៅកែដែលជាសេដ្ឋីហើយជាថៅកែសម្រាប់បាទការងារផ្សេងទេគឺគាត់ភាគច្រើន business របស់គាត់គឺជាកីឡាបាទដូចជាក្លឹបណៃអីជាដើមបាទសុទ្ធតែជាក្លឹបរបស់គាត់បាទអញ្ចឹងសម្រាប់លោក Ratcliffe អ្វីដែលគាត់ត្រូវធ្វើដំបូងគេគឺត្រូវស្ដារជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់ Manchester United បាទមកដល់ពេលនេះយើងឃើញថាសម្រាប់រឿងរ៉ាវទាំងអស់នេះលោក Ratcliffe ជាពិសេសគឺ fan របស់ Manchester United បានលើកបដាជាការតវ៉ាក៏ដូចជាបាទការមិនសប្បាយចិត្តជាមួយនឹងលោក Ratcliffe បាទសប្បាយចិត្តបាទមិនសប្បាយចិត្តមួយគាត់ណាបាទហើយលោក Ratcliffe បានបញ្ជាក់ផងដែរថាប្រសិនបើគាត់នឹងទទួលបានសម្ពាធបាទខ្លាំងជាងនេះឬក៏អាចនឹងមានវងបាតកោបាទទៅធ្វើបាតកម្មអីនៅមុខផ្ទះគាត់នោះគាត់នឹងដើរចេញពី Manchester United ហើយគាត់នឹងមិនធ្វើបន្តទៀតទេទុកឲ្យអ្នកណាធ្វើទៀតទៅព្រោះអ្វីដែលគាត់មកធ្វើបច្ចុប្បន្ននេះគឺដើម្បីថែរក្សាក៏ដូចជាធ្វើម៉េចឲ្យភាពបាទគេហៅថាថិតថេរមួយរបស់ Manchester United បាទយ៉ាងណាមិញសម្រាប់លោក Ratcliffe ក៏បានបាទបន្ទោសទៅកាន់បាទលោក Ed Woodward បាទដែលជាប្រធានក្លឹបមុនបាទក៏ដូចជាបាទលោក Richard Arnold ដែលទើបតែយកទទួលតំណែងពីលោក Ed Woodward ដែលថាគាត់ទាំងពីរនាក់នេះមិនចេះនៅក្នុងការគ្រប់គ្រងផ្នែកកីឡាទេពួកគាត់ទាំងពីរនាក់គ្មានបទពិសោធន៍ជាមួយនឹងផ្នែកកីឡាទេប៉ុន្តែមកដឹកនាំ Manchester United ដែលធ្វើឲ្យរឿងរ៉ាវរបស់ Man U ចាប់ផ្ដើមកាន់តែកលុកកឆាអញ្ញែអញ្ញៃអស់នៅក្នុងក្លឹបនេះឯងបាទក្នុងនោះផងដែរសម្រាប់ Ratcliffe បានលើកឡើងអំពីការសម្ភាសន៍ឬក៏ការសម្ដែងសំណើជាមួយនឹងលោកគ្រូតា Sir Alex Ferguson បាទមុននឹងការមកកាន់តំណែងជាមួយនឹងបាទនៅក៏ដូចជាការទិញហ៊ុននិងការកាន់តំណែងជាអ្នកគ្រប់គ្រង Manchester United នេះបាទលោក Ratcliffe បានជួបជាមួយនឹងលោកគ្រូ Sir Alex Ferguson រួចរាល់ហើយបាទសម្រាប់លោក Sir Alex Ferguson បានជម្រាបទៅកាន់លោក Ratcliffe ថាបើសិនជាគាត់ទទួលតំណែងពេលណាគាត់នឹងទទួលបន្ទុកដ៏ធ្ងន់មួយបាទគាត់នឹងទទួលបន្ទុកដ៏ធ្ងន់បាទនេះក៏បញ្ជាក់ថាសម្រាប់បាទលោកគ្រូ Sir Alex Ferguson ក៏គាត់បានដឹងដែរថានៅក្នុងរឿងរ៉ាវផ្ទៃក្នុងរបស់ Manchester United គឺមិនមានភាពស្រួលនោះទេបាទទាំងការគ្រប់គ្រងទៅលើអ្នកគ្រប់គ្រងបាទក៏ដូចជាក្នុងក្លឹបខ្លួនឯងទាំងមូលក៏មានចំណោទបញ្ហាច្រើនបាទហើយក្នុងនោះផងដែរបន្ទាប់ពីការកាន់តំណែងក៏គាត់បានឃើញនៅអ្វីដែលជាផលលំបាកពិតមែនដូចអ្វីដែលលោកគ្រូតា Sir Alex Ferguson បានបញ្ជាក់អញ្ចឹងក្នុងនោះផងដែរសម្រាប់លោក Ratcliffe បានកាត់ជាមួយនឹងលុយឧបត្ថម្ភទៅកាន់លោក Sir Alex Ferguson បាទចំនួន2លាននៅក្នុងមួយឆ្នាំដោយមុននឹងកាត់នោះគាត់បានអញ្ជើញលោក Ferguson មកបាទពិភាក្សានិងក៏សំណូមពរបាទជាមួយនឹងការកាត់ណាបាទនៅប្រាក់ឧបត្ថម្ភចំនួន2លាននៅក្នុងមួយឆ្នាំនេះទៅលោក Sir Alex Ferguson ដោយហេតុថាក្លឹបមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់នោះទេហើយក៏សូមបាទ
សុំទោសក៏ដូចជាមានការនិយាយគ្នាស្រួលបួរបាទជាមួយនឹងលោក Sir Alex Ferguson ផងដែរមិនបានកាត់ចោលដោយមិនបាននិយាយដូចជាមិនបានខ្វល់ដូចអ្វីដែលគេបានលើកឡើងនោះផងដែរបាទហើយសម្រាប់ Dora Clip គាត់មិនដឹងថាតើគាត់នឹងអាចទ្រាំទ្របានច្រើនយូរប៉ុណ្ណាទៀតនោះទេបាទប្រសិនបើ fan របស់ Manchester United នៅតែបន្តអត់ព្រមបាទទុកធរៈវេលាឲ្យគាត់បាទជួយសម្រួលជាមួយនឹងបញ្ហាអិរញ្ញវត្ថុរបស់ក្លឹបពេលនេះគាត់នឹងអាចដើរចេញហើយពេលនោះគឺវាអាចនឹងមានបញ្ហាកើតឡើងបាទហើយក្នុងនោះដែរសម្រាប់ Dora Clip ក៏បានបញ្ជាក់សម្រាប់ខាងត្រកូល Glazer បាទគាត់ថាដូចអត់មានអីទេសម្រាប់ខាង Glazer គឺគេជាអ្នក business បាទអ្វីដែលគេធ្វើគឺគេធ្វើសម្រាប់ក្លឹបដូចគ្នាមិនមែនអត់មានចំណាយសម្រាប់ក្លឹបមិនមែនអត់ធ្វើអីសម្រាប់ក្លឹបនោះទេបាទអញ្ចឹងខ្ញុំគិតថារឿងរ៉ាវនេះវាកាន់តែវែងឆ្ងាយទៀតហើយណាបាទសម្រាប់ Manchester United បាទបើសិនជា fan នៅតែបន្តបែបនេះបាទហើយជាពិសេសប្រសិនបើ fan ហ៊ានតែទៅធ្វើបាតកម្មឬក៏ធ្វើរឿងរ៉ាវណាមួយអាក្រក់ដូចជាធ្វើដោយដាក់តកូ Glazer នោះគាត់នឹងអាចនឹងត្រូវដើរចេញពី Manchester United ហើយបាទអញ្ចឹងគាត់មិនមែនបោះចោលហ៊ុនគាត់ទេប្រិមិត្តគាត់ថាគាត់លេខដឹកនាំបាទអញ្ចឹងឲ្យជួលគេមកដឹកនាំឬឲ្យអ្នកណាដឹកនាំផ្សេងក្រៅពីគាត់អញ្ចឹងទៅបាទហើយរឿងរ៉ាវអីផ្សេងទៀតគាត់លែងខ្វល់ហើយបាទអើយបាទសួស្តីដល់ការប្រិមិត្តអរគ្នាអត់បានឮឈ្មោះខាន់តែភ័យទោសប្រិមិត្តណាបាទអញ្ចឹងយើងនិយាយអំពីរឿង Man U ប៉ុណ្ណេះទៅចោះបាទបើសារតែថ្ងៃនេះក៏ Man U បានមានការប្រកួតដែរជាមួយនឹង Leicester City នៅវេលាម៉ោង2បាទហើយសម្រាប់ការប្រកួតនេះខ្ញុំក៏អាចនិយាយបានថាវាដូចជាមិនមានរឿងអីបើសិនជា Man U អត់ឈ្នះ Leicester ទេមិនដឹងនិយាយថាម៉េចដែរប៉ុន្តែគ្រាន់ថា Leicester ក៏ដឹកនាំដោយលោក Ruud van Nistelrooy បាទហើយ van Nistelrooy ក៏ធ្លាប់បានដឹកនាំ Man U 4ប្រកួតដែរអញ្ចឹងមានន័យថាអាចនឹងដឹងរឿងច្រើនតាក់ទងជាមួយនឹងប្រព័ន្ធនៅក្នុងការលេងរបស់ Manchester United បាទហើយរឿងរ៉ាវនេះបាទដូចជាមិនមានអីបន្ថែមទេសម្រាប់ Manchester United បាទយើងក៏មិនមានអីជ្រៅដែរបាទដូចជាអត់មានអីទៀតទេបាទថ្មីនេះតាក់ទងជាមួយនឹងការទិញដូរកីឡាករគឺ Chelsea ជាកុងត្រាបាន2នាក់ទៀតហើយបាទហើយសម្រាប់ Chelsea ខ្លួនឯងផ្ទាល់ក៏ត្រូវបញ្ចេញកីឡាករបាទចំនួន7ទៅ8រូបបន្ថែមទៀតបាទព្រោះដើម្បីការពារជាមួយនឹងបញ្ហាហិរញ្ញវត្ថុបាទហើយតាក់ទងជាមួយនឹងរឿង Liverpool វិញបាទសម្រាប់ Luis Diaz ប្រិមិត្តបាទព័ត៌មានចុងក្រោយនេះសម្រាប់ Luis Diaz ហាក់បីដូចជាបាទមានការចាប់អារម្មណ៍ជាមួយនឹងការផ្ទេរទៅកាន់ Barcelona ហើយបាទអញ្ចឹងយើងគ្រាន់តែគិតត្រួសប្រសិនបើ Luis Diaz ទៅ Barcelona សាឡាចាក់ចេញហើយ Arnold ទៅកាន់ Real Madrid នោះមានន័យថាសម្រាប់ Liverpool អ្នកដែលចាស់នោះគឺចាប់ផ្ដើមចង់អស់ទៅហើយតែ Luis Diaz ក៏ថ្មីដែរទេណាបាទប៉ុន្តែយើងអាចនិយាយបានថាមានតាំងពី Robertson ទៀតមើលទៅប្រហែលជាអត់នៅបន្តទេអញ្ចឹងកីឡាករអាចនឹងថ្មីច្រើនបាទសម្រាប់រដូវកាលក្រោយសម្រាប់ Liverpool បាទហើយសម្រាប់ Manchester United រដូវកាលក្រោយត្រូវចេញច្រើនណាប្រិមិត្តបាទតាំងពី Eriksen Casemiro បាទនឹងត្រូវចាក់ចេញច្រើនបាទសម្រាប់កីឡាកររបស់ Manchester United សូម្បីតែ Harry Maguire ហ្នឹងក៏ស្ថិតនៅក្នុងបញ្ជីនៅក្នុងការចាក់ចេញដែរបាទសម្រាប់ Garnacho ក៏ស្ថិតនៅក្នុងបញ្ជីហើយមកដល់ពេលនេះសម្រាប់ Man U គឺប្រកាសជាផ្លូវការហើយសម្រាប់ Jadon Sancho គឺ Man U អត់ចង់យកត្រឡប់មកកាន់ Manchester United វិញទេអញ្ចឹងមានន័យថាសម្រាប់ Chelsea អាចនឹងសម្រេចចិត្តនៅក្នុងការយកឬមិនយកយើងអត់ទាន់ដឹងបាទចំណុចនេះបាទហើយសម្រាប់ Marcus Rashford វិញប្រហែលជាត្រូវជាប់ជាមួយនឹង Aston ហើយប៉ុន្តែអ្នកដែលត្រូវមកកាន់ Manchester United វិញគឺ Anthony នេះឯងបាទព្រោះតែខ្ចីជើងទេណាបាទខ្ចីជើងទេយើងក៏លេចទៅមើលការប្រកួតបាទផ្ដាច់ព្រាត់រវាង Liverpool ជាមួយនឹង Newcastle ម្ដងបាទមិនយូរទេបាទសុំមកផ្លែទេបាទសម្រាប់ Newcastle នៅក្នុងជាមួយ Liverpool យប់នេះ Liverpool ឲ្យជ័យរហូតដល់កន្លះស្និតលើ1ច្រើនដែរបាទប្រិមិត្តបាទកន្លះស្និតលើ1បាទខ្ញុំគិតថាក្រុមទាំងពីរនេះអាចស្មើអត្រាស្មើអាចនឹងលេងដល់ពេលនាទីបាទខ្ញុំហ៊ានដល់ពេលនាទីបាទគិតមកដល់ពេលនេះផងដែរបើសិនជាយើងនិយាយអំពី Newcastle វិញបានទម្លាក់បាទ Arsenal គណៈពេលដែល Liverpool គឺទម្លាក់ Spurs សម្រាប់បាទ Newcastle គឺលេងជាមួយនឹងជើងខ្លាំងច្រើនបាទលេងជាមួយនឹងជើងខ្លាំងច្រើនមុននឹងឈានចូលមកដល់វគ្គនេះបាទគឺទម្លាក់តាំងពី Chelsea ទម្លាក់តាំងពី Arsenal ទើបអាចមកឈរវគ្គផ្ដាច់ព្រាត់នេះជាមួយនឹង Liverpool បើសិនជាយើងនិយាយអំពីប្រវត្តិនៅក្នុងការលើកពានបាទ League Cup នេះគឺ Liverpool បាទទៅចូល Arsenal បាទ Liverpool គឺច្រើនជាងគេបំផុតហើយឈរលើកំពូលតារាងគឺលើកចំនួន10លើកហើយលើកចុងក្រោយការពាររដូវកាលមុនបាទហើយសម្រាប់ Newcastle វិញធ្លាប់រងជើងឯក2លើកមិនដែលលើកពាន League Cup នេះទេការប្រកួតបាទរងជើងឯកចុងក្រោយគឺចាញ់ទៅលើ Manchester United ទៀតបាទនៅក្នុងយប់នេះផងដែរគឺសម្រាប់បាទអ្នកគ្រប់គ្រងរបស់ Newcastle នោះគឺណែណាត់តាន់តាប់តែម្ដងបាទនៅលើកីឡដ្ឋាន Wembley បាទអញ្ចឹងមិនធម្មតាទេបាទអញ្ចឹងសម្រាប់យប់នេះបើសិនជាយើងនិយាយគឺ
nhú cái so ai mình bảo vật này piên như thế mình đã rống hay sầm nạp Liverpool cứ chỉក្រុម đại lược piên ní cứ thôn bạt làng thôn trên kia ai pro đọc lược tràn trên kia bằng bà và sân như vậy bảo vật bà pram đọc lược trong cõi có nhú cái so ní mình miễn chỉ bảo vật ấy là o cho môi năng Liverpool đấy mình ai chinh Liverpool tê đọc lược trong cõi ní mà bay lược năng tranh chấm nuôn pram pi lược ấy nó bà caประกวด Premier League ចុងក្រោយគឺ Liverpool យកឈ្នះ Newcastle 2-0 ហើយជាមួយនឹងការប្រកួតក្នុងដី Newcastle ចុងក្រោយស្មើគ្នា3-3 បាទ5លើកចុងក្រោយរបស់ Newcastle គឺឈ្នះ2ចាញ់2និងស្មើ1ការប្រកួតចុងក្រោយយកឈ្នះទៅលើ West Ham 1-0 បាទក្នុងនោះផងដែរបាទសម្រាប់ Liverpool វិញ5លើកចុងក្រោយឈ្នះ4និងចាញ់1លើកបាទចាញ់នោះគឺចាញ់ Paris គ្រាប់បាល់ពេនឹងទីបាទហើយបើសិនយើងនិយាយទៅគឺ1ទៅ1មកណាបាទចាញ់បាល់គ្រាប់បាល់គ្នា1ទៅ1មកហើយសម្រាប់ការប្រកួតបាទ Premier League ចុងក្រោយនោះគឺយកឈ្នះលើ Southampton 3-1អញ្ចឹងបើសិនជាយើងកលេចមកវិញការប្រកួតនៅក្នុងយប់នេះអ្នកដែលអវត្តមានសម្រាប់ Liverpool បាទគឺមានតែ Arnold បាទមាន Arnold ហើយជាមួយនឹង Burnley បាទអត់បានចូលរួមទេបាទតែកីឡាករមួយចំនួនធំប្រហែលជាអាចនឹងចូលរួមបានអញ្ចឹងណាហើយក៏មានកីឡាករមួយចំនួនទូទៀតបាទអត់បានចូលរួមទេប្រហែលជាស្ថិតនៅក្នុងបញ្ជីរបួសអញ្ចឹងសម្រាប់យប់នេះបើសិនជាយើងនិយាយថាអ្នកណានឹងអាចមានលទ្ធភាពក្នុងការលើកពានវិញគឺសឹងនិយាយថា Liverpool ទៅហើយបាទហេតុអីមិនខ្ញុំនិយាយថាសឹងតែនិយាយថា Liverpool ទៅហើយ Liverpool គឺឆ្អែតឆ្អន់ជាមួយនឹងពាន League Cup នេះហើយបាទគេលើកឡើងធុញទ្រាន់ទៅហើយបាទ10លើកទៅហើយគណៈពេលដែល Newcastle រងជើងឯក2លើកបាទអត់ដែលបានពាននេះម្ដងណាទេហើយ Newcastle ខានលើកពានអីផ្សេងនោះជាច្រើនឆ្នាំណាស់មកហើយបាទអញ្ចឹងសម្រាប់ការលេងយប់នេះក៏ជារឿងមួយគ្រោះថ្នាក់ដែរសម្រាប់ Liverpool ប្រសិនបើលេងយប់នេះបាទ Newcastle គឺគេប្រឹងលេងហៅថាលេងសម្រាប់ខ្លួនឬក៏និយាយថាលេងអត់ខ្វល់នោះ Liverpool ក៏តឹងចិត្តដែរវាអាចនឹងចោតជាមួយនឹងការប្រកួតនេះអាចនឹងឈ្នះប៉ុន្តែវាអាចនឹងចោតប៉ះពាល់ដល់ការប្រកួត Premier League បាទព្រោះតែគាត់នៅសល់តែ2ពាននេះទេណាប្រិមិត្តបាទអស់ហើយតែអ្វីដែលយើងបានមើលឃើញចុងក្រោយគឺ Liverpool គឺដឹងតែល្អជាងហើយបាទពាននេះគឺ Liverpool ហើយបាទតែប្រិមិត្តអ្វីគ្រប់បែបយ៉ាងនឹងអាចកើតមានអញ្ចឹងបាទដូចខ្ញុំលើកឡើងជូនប្រិមិត្តអញ្ចឹងថាសម្រាប់ Liverpool គឺគាត់ទើបតែចាញ់ Paris ហើយទេអញ្ចឹងសម្រាប់ការប្រកួតនេះគាត់នឹងអាចនឹងព្យាយាមខ្លាំងប៉ុន្តែប្រសិនបើគាត់ព្យាយាមខ្លាំងពេកក៏វាអាចនឹងប៉ះពាល់ដល់ការប្រកួត Premier League ផងដែរអញ្ចឹងយប់នេះខ្ញុំសូមផ្ដល់ជូនឲ្យថា Liverpool មានឱកាសឬក៏មានកម្រិតនៅក្នុងការលើកពានខ្ពស់ជាង Newcastle ប៉ុន្តែប្រសិនបើនិយាយថា 100% នោះខ្ញុំសូមនិយាយថាមិន100ទេ Newcastle គេបានទម្លាក់ Chelsea គេបានទម្លាក់ Arsenal ហើយអញ្ចឹងមានន័យថាចេតនារបស់ Newcastle នៅក្នុងរដូវកាលនេះក៏ធ្ងន់ដែរនៅក្នុងការលើកពាន League Cup នេះអញ្ចឹងយើងមិនអាចនិយាយថា 100% ដែល Liverpool លើកពានបានទេគ្រាន់តែមានអត្រាខ្ពស់ជាងនៅក្នុងការលើកពានជាមួយនឹង Newcastle អញ្ចឹងយប់នេះខ្ញុំសូមផ្ដល់ជូនឲ្យក្រុមទាំងពីរអាចមានអត្រាស្មើបាទនឹងឈានចូលដល់បញ្ចប់ជាមួយនឹងគ្រាប់បាល់ពេទាំងទីបាទអាតេបាសេនេះអាបាសេឲ្យជ័យ0លើកកន្លះស្និតប្រវត្តិជួបគ្នា10លើកចុងក្រោយអាតេឈ្នះ3ស្មើ2ចាញ់5លើកចុងក្រោយអាតេឈ្នះ1ស្មើ1ចាញ់3បាទចុងក្រោយអាតេបាសេស្មើគ្នាទេយប់នេះខ្ញុំសូមផ្ដល់ជូនឲ្យអាតេនិងបាសេស្មើគ្នាទៀតបាទអាចនៅក្នុងលទ្ធផល1-1បាទប្រហែលជាបាទប្រយ័ត្នតែអាតេស៊ីវិញណាទឹកដីអាតេហ៎បាទបាសេគេល្អហើយបាទតែអាតេនេះក៏ប្រកែបិទដែរលោកសៃមុនហ្នឹងគឺប៉ិនបិទហ៎